សេចក្តីសង្ខេបនៃព្រះគម្ពីរជំពូកទី1ការចាប់ផ្ដើមនៃរឿងព្រះគម្ពីរលោកុបាទព្រះគម្ពីរមិនមែនជាសៀវភៅប្រវត្តិសាស្ត្រពិភពលោកនិងមនុស្សជាតិទេរឿងទាំងឡាយនៅក្នុងព្រះគម្ពីរត្រូវបានជ្រើសរើសដោយព្រះជាម្ចាស់ផ្ទាល់ដើម្បីបង្ហាញពីដំណើររឿងនៃការសម្រេចបំណងព្រះហឫទ័យរបស់ទ្រង់សម្រាប់មនុស្សនិងសេចក្តីសង្គ្រោះរបស់មនុស្សដូច្នេះព្រឹត្តិការណ៍ប្រវត្តិសាស្ត្រធំៗនៃពិភពលោកមួយចំនួនមិនត្រូវបានដាក់បញ្ចូលនៅក្នុងព្រះគម្ពីរទេតែព្រឹត្តិការណ៍តូចតាចខ្លះត្រូវបានដាក់បញ្ចូលវិញពីព្រោះព្រឹត្តិការណ៍ទាំងនោះពាក់ព័ន្ធទៅនឹងបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ប្រធានបទសំខាន់ៗនៅក្នុងកាន់គម្ពីរទី1នៃព្រះគម្ពីរគឺនិយាយអំពីការបង្កើតការធ្លាក់ចុះទឹកជំនន់ប៉មបាបិលអាប់រ៉ាហាំអ៊ីសាក់យ៉ាកបនិងយ៉ូសែបពីជំពូកដំបូងនៃកាន់គម្ពីរលោកុបាទគឺជាប្រភពព័ត៌មានតែមួយគត់ដែលយើងអាចជឿទុកចិត្តបានស្ដីអំពីដើមកំណើតនៃមនុស្សនិងពិភពលោកដែលយើងរស់នៅជំពូកបន្ទាប់មកទៀតនិយាយអំពីការដែលអំពើបាបចូលមកក្នុងពិភពលោកតាមរយៈលោកអាដាមនិងនាងអេវ៉ានៅក្នុងសួនច្បារអេដែននៅពេលនោះព្រះជាម្ចាស់បានសន្យាអំពីការយាងមករបស់ព្រះគ្រីស្ទលោកុបាទជំពូក3ខ15នៅក្នុងសាច់រឿងនៃព្រះគម្ពីរសញ្ញាចាស់ទាំងប៉ុន្មានទៀតយើងអាចរកឃើញអំពីពង្សាវតាររបស់ព្រះសង្គ្រោះដែលជាប្រធានបទដ៏សំខាន់បំផុតនៅក្នុងព្រះគម្ពីរអស់ពេលជាច្រើនសតវត្សរ៍ក្រោយពីការធ្លាក់ចុះរបស់មនុស្សជាតិមនុស្សកាន់តែធ្លាក់ចុះរហូតដល់ព្រះជាម្ចាស់បានចាត់ឲ្យមានទឹកជំនន់ហើយបំផ្លាញមនុស្សទាំងឡាយដែលរស់នៅលើផែនដីលើកលែងតែលោកណូអេនិងក្រុមគ្រួសាររបស់គាត់តែប៉ុណ្ណោះព្រឹត្តិការណ៍នេះកើតឡើងប្រហែលជា 1600 ឆ្នាំឬច្រើនជាងនេះក្រោយពេលដែលព្រះជាម្ចាស់បានបង្កើតលោកអាដាមបន្ទាប់ពីសម័យទឹកជំនន់មនុស្សបានចាប់ផ្ដើមរឹងទទឹងប្រឆាំងទាស់នឹងព្រះជាម្ចាស់ម្ដងទៀតដោយនាំគ្នាសាងសង់ប៉មបាបិលការជំនុំជម្រះរបស់ព្រះជាម្ចាស់នៅពេលនេះគឺព្រះទ្រង់បានបំភាន់ភាសារបស់មនុស្សហើយកំចាត់កំចាយពួកគេឲ្យរស់នៅពាសពេញលើផែនដីនៅក្នុងជំពូក12គឺប្រហែលជា400ឆ្នាំក្រោយសម័យលោកណូអេមកព្រះជាម្ចាស់បានត្រាស់ហៅលោកអាប់រ៉ាហាំពីក្រុងនៃស្រុកខាល់ដេក្រោយមកព្រះគម្ពីរហៅស្រុកខាល់ដេថាបាប៊ីឡូនហើយបច្ចុប្បន្នត្រូវបានគេស្គាល់ថាជាប្រទេសអ៊ីរ៉ាក់ការត្រាស់ហៅនេះមានសារៈសំខាន់ណាស់ព្រោះវាជាការចាប់ផ្ដើមនៃសាសអ៊ីស្រាអែលគឺជារាស្ត្រដែលព្រះជាម្ចាស់បានជ្រើសរើសនៅលើផែនដីព្រះជាម្ចាស់បានសន្យានឹងលោកអាប់រ៉ាហាំថាគាត់នឹងក្លាយជាឪពុកនៃសាសដ៏ធំមួយព្រះមេស៊ីនឹងប្រសូតមកតាមរយៈពូជរបស់គាត់កូនចៅរបស់លោកអាប់រ៉ាហាំនឹងទទួលបានទឹកដីកាណានធ្វើជាកម្មសិទ្ធិរបស់ខ្លួន
តាមពិតទៅសាច់រឿងស្ទើរតែទាំងអស់នៅក្នុងព្រះគម្ពីរសញ្ញាចាស់គឺផ្ដោតទៅលើការដែលព្រះជាម្ចាស់ធ្វើចំពោះរាជរបស់ទ្រង់ចាប់ពីជំពូក13ទៅព្រឹត្តិការណ៍ភាគច្រើនបានកើតឡើងនៅក្នុងទឹកដីកាណានលើកលែងតែការចាកចេញដ៏សំខាន់ពីរដែលយើងនឹងកត់សម្គាល់បន្ទាប់មកទៀតព្រះគម្ពីរក៏រៀបរាប់អំពីអ៊ីសាក់ជាកូនប្រុសរបស់លោកអាប់រ៉ាហាំគឺកំណើតរបស់គាត់ការរួចពីសេចក្តីស្លាប់នៅភ្នំម៉ូរីយ៉ានិងការរៀបអាពាហ៍ពិពាហ៍ជាមួយនឹងនាងរ៉េបេកាគាត់មានកូនប្រុសពីរនាក់គឺអេសាវនិងយ៉ាកបហើយយ៉ាកបជាអ្នកដែលបានទទួលតួនាទីជាអ្នកដឹកនាំហេតុការណ៍ជាច្រើនដែលកើតឡើងនៅក្នុងជីវិតរបស់យ៉ាកបត្រូវបានកត់ត្រាហើយទាំងអស់នោះជាមេរៀនដ៏មានតម្លៃសម្រាប់អ្នកអានក៏ប៉ុន្តែអ្វីដែលសំខាន់ពីយ៉ាកបតាក់ទងទៅនឹងប្រវត្តិសាស្ត្រគឺគាត់ជាឪពុកនៃកូនប្រុសទាំង12នាក់ដែលបានคล้ายទៅជាមេនៃពូជអម្បូរទាំង12របស់សាសអ៊ីស្រាអែលចាប់ពីពេលនេះតទៅពូជពងទាំង12នោះគឺត្រូវបានហៅជាសាសអ៊ីស្រាអែលកូនប្រុសទាំង12របស់យ៉ាកបតាមលំដាប់នៃកំណើតគឺរ៉ូបែនស៊ីមៀនលេវីយូដាដានណេបថាលីកាតអេសើអ៊ីសាខាសាប់យូឡូនយ៉ូសែបនិងបេនយ៉ាមីននៅក្នុងផ្នែកបន្ទាប់គឺរៀបរាប់អំពីយ៉ូសែបមិនមែនជាពងសាវតានៃព្រះអម្ចាស់យេស៊ូគ្រីស្ទនោះទេព្រះមេស៊ីកើតមកពីពងសាវតារបស់បងប្រុសរបស់គាត់គឺយូដាប៉ុន្តែជីវិតរស់នៅនិងការប្រព្រឹត្តរបស់យ៉ូសែបមានលក្ខណៈនិងរូបភាពដូចព្រះសង្គ្រោះជាងអ្នកណាទាំងអស់នៅក្នុងព្រះគម្ពីរសញ្ញាចាស់ទោះបើគាត់ជាកូនជាទីស្រឡាញ់របស់ឪពុកក៏ដោយប៉ុន្តែបងរបស់គាត់ស្អប់គាត់ហើយក៏បានលក់គាត់ទៅឲ្យពួកឈ្មួញដែលធ្វើដំណើរតាមផ្លូវទៅកាន់ប្រទេសអេស៊ីបនៅក្នុងប្រទេសអេស៊ីបយ៉ូសែបក៏បានឡើងមុខតំណែងខ្ពស់នៅក្នុងរដ្ឋាភិបាលរបស់ស្ដេចផារ៉ោនលុះជាច្រើនឆ្នាំក្រោយមកមានអំណត់កើតឡើងក្នុងស្រុកកាណានហើយកូនប្រុសរបស់យ៉ាកបបានឮដំណឹងថាស្រុកអេស៊ីបមានស្បៀងអាហារគ្រប់គ្រាន់រួចក៏នាំគ្នាមកសុំជំនួយពីស្រុកអេស៊ីបទីបំផុតពួកគេបានផ្លាស់ប្ដូរមករស់នៅស្រុកអេស៊ីបទាំងគ្រួសារតែម្ដងកាន់គម្ពីរលោកុបាទបានបញ្ចប់ត្រឹមការស្លាប់របស់យ៉ូសែបនៅក្នុងស្រុកអេស៊ីបប្រហែលជា270ឆ្នាំក្រោយពេលដែលព្រះជាម្ចាស់ទ្រង់ត្រាស់ហៅលោកអាប់រ៉ាហាំ